ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាសម្រាប់តិចនិចតិចតួចសម្រាប់ការថតវីដេអូហោះជុំវិញបែបនេះហើយនឹងហោះចេញពីយើងបែបនេះតែអ្នកទាំងអស់គ្នាចង់ថតដោយមិនចាំបាច់បញ្ជាតេឡេគឺថតអូតូតែម្ដងអញ្ចឹងចង់ដឹងថាធ្វើបែបណាតោះទៅទស្សនាទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺយើងយកមកថតប្រភេទ DJI Mini 3 Pro អញ្ចឹងបងប្អូនចង់ប្រើលើមុខងារហោះជុំវិញអូតូហើយនឹងហោះចេញពីយើងអូតូនេះបងប្អូនគ្រាន់តែធ្វើការហោះឡើងបើសិនជាអត់ហោះឡើងទេក៏ប្រើមុខងារថតជុំវិញអូតូហ្នឹងក៏អត់បានដែរអញ្ចឹងទាមទារឲ្យហោះឡើងហើយសម្រាប់មុខងារនេះផងដែរទាំងអស់គ្នាចុចពាក្យនៅខាងលើហ្នឹងកន្លែងយើងដូរថតរូបថតវីដេអូរហដងហ្នឹងទាំងអស់គ្នាអូសមកខមមកឃើញពាក្យ quick shot អញ្ចឹងសម្រាប់ function នេះគឺវាអាចថតហោះពីលើក៏បានហោះជុំវិញយើងក៏បានអូតូតែម្ដងហើយសម្រាប់មុខងារនេះនៅពេលដែលប្រើគឺត្រូវទាមទារឲ្យកន្លែងបងប្អូនទាំងអស់គ្នាគឺទលាយកុំឲ្យចង្អៀតណាអញ្ចឹងឥឡូវខ្ញុំនឹងតេស្តមុខងារហោះជុំវិញឲ្យទាំងអស់គ្នាមើលតែម្ដងនេះគឺជាមុខងារហោះជុំវិញយើងធ្វើការ select មុខងារនឹងមកបន្ទាប់មកទាំងអស់គ្នាធ្វើការគូសក៏បានភ័ញលើសញ្ញាបូកដែលបង្ហាញហ្នឹងក៏បានដែរឲ្យវាចាប់ទិសដៅយើងដែលចង់ថតជុំវិញណាទាំងអស់គ្នាអាចឲ្យវាហោះទៅឆ្វេងក៏បានស្ដាំក៏បានសញ្ញាព្រួយនៅខាងក្រោមហ្នឹងយើងអាច select បានអញ្ចឹងបន្ទាប់មកទាំងអស់គ្នាធ្វើរួចរាល់ទាំងអស់គ្នាមើលជុំវិញហ្នឹងវាមានដាក់មឈើមានឧបសគ្គអីអត់ត្រូវប្រយ័ត្នដូចគ្នាបន្ទាប់មកគឺយើងចុច start ថតវីដេអូហ្នឹងតែម្ដងបាទអញ្ចឹងខ្ញុំបានថតហើយទាំងអស់គ្នាតោះទៅមើលវីដេអូទាំងអស់គ្នាថាវាលយប៉ុណ្ណាតោះឥឡូវយើងមកដូរ function មួយទៀតគឺថតចេញពីយើងតែម្ដងទាំងអស់គ្នាអាចឃើញវីដេអូបានគេបង្ហាញនៅលើហ្នឹងសម្រាប់តែបងប្អូនចង់ប្រើមុខងារនេះខ្ញុំ recommend ឲ្យថតនៅកន្លែងទលាយដូចខ្ញុំនិយាយពីដើមវីដេអូអញ្ចឹងណាកុំឲ្យមានដើមឈើខ្ពស់យើងអាចហោះចេញ100ម៉ែត្រឬក៏30 40ម៉ែត្របងប្អូនអាចសេរីនៅខាងក្រោមនេះបានបើសិនជាកន្លែងឆ្អៀតបងប្អូនអាចហោះដ្រូនរៀងខ្ពស់តិចណាតោះចឹងឥឡូវខ្ញុំតេស្តមុខងារនឹងបន្តតែម្ដងយើងធ្វើការភ័ញដូចគ្នាទាំងអស់គ្នាបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការចុច start មក drone ហ្នឹងគឺវានឹងហោះចេញពីយើងអូតូតែម្ដងយើងមិនចាំបាច់បញ្ជាណាចឹងនៅពេលដែលប្រើមុខងារហោះចេញបែបនេះ drone នឹងហោះហើរមកទីតាំងកន្លែងដើមវិញសម្រាប់លើមុខងារនេះគឺងាយស្រួលប្រើប្រាស់មែនទែនចឹងតោះទៅទស្សនាវីដេអូដែលយើងថតហើយមិញនេះទាំងអស់គ្នាចឹងសម្រាប់បងប្អូនដែលគាត់មាន drone អាចធ្វើការតេស្តលេងបែបហ្នឹងបានហើយបញ្ជាក់ម្ដងទៀតត្រូវការកន្លែងទលាយសម្រាប់អ្នកដែលគាត់អត់ដែលប្រើមុខងារហ្នឹងហើយនៅពេលដែលប្រើអាចសេរីកម្ពស់ឲ្យហើយក៏បានដែរលើមុខងារនេះយើងហោះឲ្យផុតដើមឈើទៅបងប្អូនគ្នាត្រូវប្រយ័ត្នអញ្ចឹងអរគុណជួបខ្ញុំនៅវីដេអូក្រោយ